Okay សួស្តីបងប្អូនគ្នាចឹងនៅក្នុងមេរៀននេះយើងរៀនបន្តទៀតទាក់ទងជាមួយនឹងរបៀបនៃការបង្កើត user ហើយនឹងបង្កើត group ចឹង scenario របស់យើងនៅថ្ងៃនេះយើងមាន3ទី1គឺយើងបង្កើត user ទី2បង្កើត group ហើយទី3យើងបង្កើត folder អូខេហើយចុងក្រោយយើងនឹងបង្កើត cat testing access ទៅកាន់ share folder របស់យើងអូខេបាទតោះឥឡូវដើម្បីបង្កើតពេលយើង remote ទៅកាន់ Windows server របស់យើងតែម្ដងអូខេអញ្ចឹងនេះគឺជា Windows Server របស់យើងបាទ Windows Server Active Directory របស់យើងបាទអញ្ចឹងអ្នកនរគ្នាយើង select ចូលទៅកាន់ tool select ទៅ Active Directory User and Computer បាទអូខេអូខេយូរម្លេះអូខេអញ្ចឹងនេះគឺ Active Directory User and Computer របស់យើងបាទអញ្ចឹងខ្ញុំចូលទៅកាន់ OU ឈ្មោះថា Account Department បាទអញ្ចឹងរបៀបនៃការបង្កើត user គឺងាយស្រួលទេអ្នកនរគ្នាគ្រាន់តែ right click new ហើយយើងយក user តែម្ដងបាទអូខេឥឡូវនៅទីនេះយើងមាន3 user អញ្ចឹងខ្ញុំបង្កើត user មួយទៀតគឺ use ACC លេខ3អូខេនេះ account logon name ACC 3ដែរបាទនេះទៅចឹងកន្លែងនេះគឺកន្លែងយើងដាក់ password បាទសូមចំណាំកន្លែងដែលយើងដាក់ password គឺយើងត្រូវមានលេខបាទនិមិត្តសញ្ញាអក្សរតូចអក្សរធំហើយយ៉ាងតិច8ខ្ទង់ចឹងទៅដើម្បីឲ្យវា strong អូខេoption កន្លែងដែលយើង tick នេះគឺ user must change password at the next logon បើយើង tick កន្លែងនេះមានន័យថានៅពេលដែល user log in ចូលទៅយើងត្រូវផ្លាស់ប្ដូរ password ណាអូខេនេះទី1ទី2កន្លែងនេះគឺ password user cannot change password ថា user គាត់មិនអាច change password បានទេហើយខាងក្រោមនេះគឺ password never expire គឺ password ហ្នឹងគឺវា long lasting នៅរហូតហើយ option ខាងក្រោមនេះគឺ disable បាទ account is disable បាទអញ្ចឹងបាទតាម production មែនទែនគឺអ្នកនរគ្នាត្រូវឲ្យគាត់ change password នៅពេលដែលគាត់ log on លើកទី1បាទអូខេអញ្ចឹងនៅក្នុង lab នេះខ្ញុំអត់ tick ទេពេលខ្ញុំដោះ tick ចេញទាំងអស់បន្ទាប់មកយើងចុច next finish តែម្ដងអូខេបាទនេះ finish យើងបាន user មួយអូខេអញ្ចឹងនេះគឺជារបៀបនៃការបង្កើត user បាទអូខេមួយទៀតដើម្បីបង្កើត group អញ្ចឹងការបង្កើត group user ហ្នឹងតើវាមានផលប្រយោជន៍អ្វីអូខេអញ្ចឹងការបង្កើត user ឬក៏បង្កើតការបង្កើត group ហ្នឹងគឺវាមានផលប្រយោជន៍នៅក្នុងការដែលយើងងាយស្រួលនៅក្នុងការ share folder ឬក៏នៅពេលដែលយើងមាន integrate ជាមួយនឹង email address អីជាដើមអញ្ចឹងទៅវាមានភាពងាយស្រួលថាយើង set up ទៅ group មួយហើយ share permission ទៅមួយទៅគឺបានគ្រប់គ្រាន់តែម្ដងបាទអញ្ចឹងអ្នកនរគ្នាយើងចូលទៅកាន់អូខេ share folder មួយអូខេដើម្បី testing ណាអូខេដើម្បី testing អញ្ចឹងខ្ញុំនឹងបង្កើតជា folder មួយអូខេខ្ញុំដាក់ថា ACC info ACC info អញ្ចឹង folder នេះគឺ share ទៅឲ្យ department ឲ្យតែ user នៅក្នុង department accounting បាទអញ្ចឹង user នៅក្នុង department ផ្សេងទៀតគឺគាត់មិនអាច access មកកាន់ folder នឹងបានទេហើយយើងសាកសម័យមើលបើសិនជាយើងមាន user 50 user អញ្ចឹងគឺយើងត្រូវ add manually ម្ដងមួយទៅក្នុង share folder អញ្ចឹងគឺយើងបង្កើតជា group មួយដើម្បីមានភាពងាយស្រួលក្នុងការ share folder អញ្ចឹងខ្ញុំបង្កើត group ទៅខ្ញុំដាក់ gg_acc អញ្ចឹងមានថា gg នេះគឺ global group បាទហើយនេះជា security group នៅក្នុងនេះបាទហើយចុច OK បាទហើយបន្ទាប់មកអ្នកនរគ្នាយើង select នៅលើ folder របស់យើងដើម្បី share អូខេ acc info ចឹងមកបាទ right click ហើយយក property អូខេហើយបន្ទាប់មកយើង share តែម្ដងបាទនៅលើ sharing នេះយើង select នៅលើ advanced sharing បន្ទាប់មកយើង select នៅលើ share this folder បាទចំណែកឯ permission គឺអ្នកនរ select នៅលើ permission ហើយយើង add ចូលតែម្ដងអូខេនេះ add កន្លែងនេះមកអញ្ចឹងខ្ញុំ add gg_acc account នេះខ្ញុំ select OK ទៅបាទអញ្ចឹងសម្រាប់ permission គឺយើងដាក់ set full permission បែបនេះតែម្ដងអូខេ
chạy apply chạy OK OK đó chạy OK តែម្ដងបាទអញ្ចឹងយើងនឹង testing បាទនឹង testing ចូលទៅក្នុង Windows 11 របស់យើងអូខេបាទនេះ Windows 11អូខេបាទ Windows 11របស់យើងអូខេដាក់ password ចូលទៅខ្ញុំប្រើ account លេខ1បាទអញ្ចឹងនៅពេលដែលយើង log in ចូលយើងអាចសាកល្បង access ទៅកាន់ path របស់យើង ADDS បាទ DC 02អូខេ slash មកបាទអញ្ចឹងយើងឃើញថាមាន account info អូខេបាទយើង enter មកអញ្ចឹងយើងឃើញមាន folder នេះអញ្ចឹងនៅពេលដែល double click បែបនេះមកអូខេអញ្ចឹងយើងអាច log in ចូលទៅក្នុង folder នឹងបានតែម្ដងបាទអូខេអញ្ចឹងនៅខាងក្នុង Windows 11របស់យើងនេះគឺយើងអាច access ទៅកាន់ folder របស់យើងបាទអូខេនេះ folder របស់យើងគឺ ACC info នេះតែម្ដងអូខេយើងអាចសាកល្បងបង្កើតបាទ file អូខេអញ្ចឹងបង្កើត file នៅទីនេះគឺយើងអត់មាន permission ទេបាទអញ្ចឹងតោះតែយើង add permission ឲ្យអូខេតោះឥឡូវយើងចូលទៅកាន់ Windows server របស់យើងនៅទីនេះអូខេបាទយើងចូលទៅកាន់ Windows server យើងនៅទីនេះហើយយើង add បាទអញ្ចឹងដើម្បី add user ចូលបានអ្នកនរគ្នាយើង double click នៅលើ GGACC នេះមកបន្ទាប់មកអ្នកនរគ្នា select នៅលើ member បាទយើង add user ចូលអូខេអញ្ចឹងខ្ញុំប្រើ ACC បាទ enter មកអញ្ចឹងមាន user ទាំង4នេះយើង select ទាំងអស់តែម្ដងហើយចុច OK ទៅបាទអញ្ចឹង user ទាំង4នេះគឺយើងអាចបាទ access ទៅកាន់ folder របស់យើងនេះបានតែម្ដងមានថាយើង add group បាទ add user ចូលទៅក្នុង group នឹងតែម្ដងអូខេបាទអញ្ចឹងយើងអាច testing ម្ដងទៀតអ្នកនរគ្នាយើងចូលទៅកាន់ folder របស់យើងអញ្ចឹងរាល់ពេលដែលយើង update group user គឺយើងត្រូវការ log on ហើយ log off បាទមានថា log off ហើយ log on ឡើងវិញបាទអញ្ចឹងខ្ញុំ sign out អូខេសូម sign out មួយអូខេ sign out ហើយយើងនឹង sign in ចូលវិញអូខេសូមចាំតិចបាទអញ្ចឹងយើងនឹង sign in ម្ដងទៀតទៅអូខេបាទអញ្ចឹងនៅពេលដែលយើង log on ហើយយើង log off ចូលវិញម្ដងទៀតយើងអាច access ទៅកាន់ file share របស់យើងបានអូខេនេះអូខេ ACC អញ្ចឹងនៅក្នុងនេះយើងអាច add file របស់យើងចូលបាន folder អីហ្នឹងអូខេអញ្ចឹងនៅពេលនេះគឺយើងអាច create ហើយ create folder បាន info អូខេបាទអញ្ចឹង user ទី1របស់យើងដើម្បីហើយបង្កើត folder ហើយយើង share folder សម្រាប់ department accounting បានអូខេអញ្ចឹងយើងអាចសាកល្បង testing មួយទៀតបានដែរយើងប្រើ user ដទៃផ្សេងទៀតណាអូខេខ្ញុំសាកល្បងប្រើ user ACC លេខ2នេះ ACC លេខ2ដាក់ password ចូលអូខេវីដេអូនេះយើងវែងបន្តិចតែបើតាមជាក់ស្ដែងយើងប្រហែលជា3ទៅ5នាទីទេរបៀបនៃការបង្កើត user add user ចូលទៅក្នុង group បាទហើយ share folder អីហ្នឹងបាទហើយយើងមានវីដេអូមួយមេរៀនមួយផ្សេងទៀតដែរគឺនិយាយតែពីរបៀបនៃការ share folder sort តែម្ដងបាទអូខេអញ្ចឹងនេះជា proof of concept នៃការ testing របស់យើងដើម្បីឲ្យយើងដឹងថានៅពេលដែលយើង share folder ទៅគឺយើងប្រើ group បាទដើម្បីងាយស្រួលនៅក្នុងការ share folder បាទអូខេអញ្ចឹងយើង log in ចូល user account ទី2អ្នកគ្នាយើងចុច select នៅលើហ្នឹងមកអូខេអស់ចូលទៅ ADDS DC 02អូខេ
បាទនេះគឺជា info បាទ folder ACC info ចឹងអ្នកនរអាចសម្រាប់ user លេខ 2 ហ្នឹងយើងអាចបង្កើត folder បានដែរ info លេខ 2 បាទអញ្ចឹងយើងក៏អាចចូលទៅកាន់ Windows Server របស់យើងអូខេយើងចូលទៅក្នុង account info យើងនឹងឃើញមាន folder 2 អញ្ចឹងពេលក្រោយនៅពេលដែល user មួយផ្សេងទៀតណាដែលគាត់ log in ឬក៏គាត់ចូលមកធ្វើការថ្មីហ្នឹងអ្នកនរអត់ពិបាកទេយើងគ្រាន់តែ copy user ហ្នឹងមកអូខេ ACC លេខ 4 ឧទាហរណ៍បើមាន user មួយទៀតចូល ACC លេខ 4 next អូខេយើងដាក់ password ចូលមកអូខេ password ចូលមកបាទតែប៉ុណ្្នឹងគឺ automatic គឺ user ហ្នឹងគាត់អាច log in ចូលទៅកាន់ Windows 11ឬក៏ Windows 10ដែល join domain ហ្នឹងហើយគាត់អាច access ទៅកាន់ folder account info ហ្នឹងបានអូខេណាអាច testing ម្ដងទៀតបានអូខេតោះឥឡូវយើង log in សម្រាប់ user លេខ 4 ដែលយើងបង្កើតមិញ ACC លេខ 4យើងដាក់ password ចូលអញ្ចឹង user លេខ user 4 នេះ account លេខ 4 នេះគាត់អាច access ទៅកាន់ folder share នឹងបានដូចគ្នាដែរអូខេអញ្ចឹងយើង log in ចូលហើយដោយប្រើ user account លេខ 4 អញ្ចឹងយើងចូលទៅ verify ទាំងអស់គ្នាដាក់ file explorer មកយើង access ទៅកាន់ share folder នៅលើ server ADDS PC លេខ 2 អូខេ02បាទ info អញ្ចឹងយើងអាច access បានអូខេបាទអញ្ចឹងយើងដាក់ info លេខ 4 អញ្ចឹងទៅបាទអញ្ចឹងសរុបមកវិញនៅក្នុងវីដេអូនេះយើងចេះពីរបៀបនៃការបង្កើត user បង្កើត group ហើយ add user ចូលក្នុង group ហើយយើង create share folder ហើយ share ទៅឲ្យ group ហើយយើងបាន testing access ទៅកាន់ share folder នៅក្នុង Windows 11អូខេអរគុណច្រើនអ្នកនរយើងជួបគ្នានៅមេរៀនបន្តទៀត